ត្រឡប់មកស្រឡាញ់ខ្លួនឯងឡើងវិញបើស្រឡាញ់គេធ្វើឲ្យអ្នកបាត់ភាពជាខ្លួនឯងដូច្នេះគឺត្រូវត្រឡប់មកស្រឡាញ់ខ្លួនឯងនិងរស់នៅជាមួយខ្លួនឯងយ៉ាងពេញលេញដូចពីមុនវិញហើយក៏ទុកឲ្យគេរស់នៅជាគេវិញដូចដើមទៅការឈឺចាប់ដែលបាត់បង់គេវានឹងបានប្រសើរឡើងម្ដងបន្តិចដោយឆ្លងកាត់ពេលវេលាតែបើអ្នកត្រូវឈឺចាប់ដោយសារតែបាត់ភាពជាខ្លួនឯងគឺវានឹងឈឺម្ដងបន្តិចហើយចុងក្រោយអ្នកមិនមែនគ្រាន់តែបាត់បង់ភាពជាខ្លួនឯងទាំងស្រុងទេតែគេក៏នឹងបោះបង់អ្នកចោលដោយឥតមានស្ដាយស្រណោះឡើយ